ទៅផ្សារបារាំងថ្ងៃមុនហ្នឹងឃើញស្បែកក្រហមមកគេចំអិនស្រាច់ហើយគឺស្បែកកំប៉ុងបងប្អូនអញ្ចឹងសាកយកមកធ្វើបង្អែមមើលតើឆ្ងាញ់ដូចស្បែកដែលយើងធ្វើរាល់ដងដូចនៅស្រុកខ្មែរយើងអត់មានអីឆ្ងាញ់របស់គេមួយយ៉ាងដែរតើបងប្អូនហើយងាយស្រួលចំអិនយើងចំអិនតែមួយផ្លែតគឺបានញ៉ាំហើយព្រោះថាស្បែកហ្នឹងគឺឆ្អិនស្អាតហើយអញ្ចឹងយើងគ្រាន់តែលាងទឹកសម្អាតឲ្យបានស្អាតហើយគឺយើងយកមកចំអិនធ្វើជាបបរស្បែកហ្នឹងតែម្ដងនិយាយទៅលើកទី1ហ្មងដែលទិញស្បែកកំប៉ុងហ្នឹងយកមកធ្វើបង្អែមបងប្អូនអញ្ចឹងសាកធ្វើញ៉ាំមានអីឆ្ងាញ់របស់គេហើយនេះគឺជាស្បែកកំប៉ុងដែលខ្ញុំយកមកប្រើគឺខ្ញុំយកតែមួយកំប៉ុងហ្នឹងទេមួយកំប៉ុងហ្នឹងគឺច្រើនដែរសម្រាប់គ្នាតិចល្មមតែបើគ្នាច្រើនយកពីរកំប៉ុងទៅហើយគឺមួយកំប៉ុងគឺបានប៉ុណ្នេះបងប្អូនចាគឺយើងយកទៅលាងទឹកឲ្យស្អាតសិនណាមុននឹងយើងយកធ្វើបង្អែមហើយនេះគឺជាភ្នែកអង្កែបឬក៏គ្រាប់សាគូដាក់មកល្មមដែលយើងចង់បានហើយគ្រាប់សាគូនេះគឺខ្ញុំយកទៅលាងទឹកហើយដាក់សម្រស់ដូចស្បែកដែរឥឡូវយើងចាប់ផ្ដើមដាក់ដាំទឹកឬក៏ទឹកខ្ទិះយើងនឹងខ្ញុំដាក់ទឹកមាញ់ហ្នឹងចំនួន350 ml ខ្ទិះដូងខ្ញុំដាក់400 ml ព្រោះថាយើងដាក់គ្រាប់សាគូរៀងច្រើនតិចដែរបងប្អូនហើយសណ្តែកនេះគឺយើងចាក់ចូលតែម្ដងទៅត្រូវការដាក់ដាំខ្ទិះដូងជាមួយនឹងសណ្តែកហ្នឹងឲ្យពុះសិនចាំយើងចាក់គ្រាប់សាគូយើងចូលតាមក្រោយនិយាយទៅអត់យូរទេបងប្អូនឲ្យធ្វើបង្អែមនេះគឺលឿនមែនទែនព្រោះថាយើងអត់ត្រូវការស្ងោរសណ្តែកអីថែមយូរអីទេព្រោះថាសណ្តែកយើងឆ្អិនហើយពេលដែលទឹកពុះអញ្ចឹងខ្ញុំចាក់គ្រាប់សាគូយើងចូលហើយគ្រាប់សាគូនេះគឺខ្ញុំដាក់រៀងច្រើនតែយាយបងប្អូនហើយអញ្ចឹងទៅរៀងខាប់មែនទែនអញ្ចឹងបើសិនជាយើងធ្វើមកកំប៉ុងអញ្ចឹងយើងអាចបន្ថយគ្រាប់សាគូបានដោយសារតែខ្ញុំស្មានអត់ត្រូវទេអញ្ចឹងហើយគឺខ្ញុំដាក់រៀងច្រើនបងប្អូនដើម្បីឲ្យបង្អែមយើងឆ្ងាញ់ខ្ញុំថែមអំបិលហ្នឹងបន្តិចផងដែរហើយបន្ទាប់មកខ្ញុំថែមស្ករបងប្អូនស្ករមកវែកធំហ្នឹងគឺរៀងច្រើនដែរបើសិនជាបងប្អូនចង់បានរៀងផ្អែមចឹងហ្នឹងអាចដាក់ថែមថយឬតាមការចូលចិត្តរបស់បងប្អូនណាព្រោះថាខ្ញុំប៉ុណ្ណឹងគឺល្មមហើយឥឡូវនេះឃើញថាគ្រាប់សាគូហើយនឹងបង្អែមយើងហ្នឹងគឺរៀងខាប់បន្តិចខ្ញុំបានថែមទឹកបន្តិចបងប្អូនអាចថែមទឹកខ្ទិះក៏បានដែរអញ្ចឹងថែមមកល្មមទៅឲ្យបង្អែមយើងរាវបានប៉ុណ្ណឹងគឺបិទភ្លើងបានហើយបងប្អូនចាភ្លក់មើលតាមការចូលចិត្តណារសជាតិណាខ្ញុំអត់ត្រូវការបង្អែមនឹងរៀងផ្អែមខ្លាំងអីទេយកមកផ្អែមល្មមអញ្ចឹងទៅណាបងប្អូនព្រោះថាផ្អែមខ្លាំងពេកគឺរៀងពិបាកញ៉ាំមកសម្រាប់ខ្ញុំអញ្ចឹងយកផ្អែមល្មមបានហើយឥឡូវភ្លក់មើលតាមការចូលចិត្តរួចរាល់ហើយយើងអាចដួសដាក់ចានញ៉ាំបានហើយខ្ញុំចូលចិត្តញ៉ាំទាំងក្តៅក្តៅអញ្ចឹងគឺឆ្ងាញ់ពេលដែលយើងញ៉ាំក្តៅក្តៅអញ្ចឹងហើយយើងស្រូបជាមួយនឹងខ្ទិះពីលើទៀតណាគឺឆ្ងាញ់ខ្លាំងមែនទែនហើយចំពោះខ្ទិះនេះវិញគឺខ្ញុំយកខ្ទិះកំប៉ុងនឹងឯងគឺក្បាលខ្ទិះអញ្ចឹងមកណាដាក់ទៅគឺខ្ទិះឆ្ងាញ់ខ្លាំងមែនទែនព្រោះថាពិបាករកដូងកោសណាបងប្អូនអើយអញ្ចឹងហើយមានតែខ្ទិះកំប៉ុងណាគឺស្រួលខ្លាំងមែនទែនដៃក្រហមបើញ៉ាំរាល់ថ្ងៃគឺល្អមែនទែនចំពោះសុខភាពប៉ុន្តែបើសិនជាយើងធ្វើបង្អែមញ៉ាំរាល់ថ្ងៃបែបនេះគឺមិនសូវល្អចំពោះសុខភាពទេព្រោះថាផ្អែមបងប្អូនតែបើសិនជាញ៉ាំអត់ស្ករគឺល្អខ្លាំងមែនទែនតែបើធ្វើញ៉ាំយូរៗម្ដងគឺបានបងប្អូនហើយបង្អែមចង់ធ្វើលឿនបែបនេះគឺយើងអាចទិញសណ្តែកកំប៉ុងជំនួសក៏បានដែរព្រោះថាសណ្តែកកំប៉ុងគឺឆ្អិនស្រាប់ហើយងាយស្រួលចម្អិនមែនទែន